បាទទូទៅនៃជនយើងវិលមកជួបគ្នាបន្តទៀតនៅវគ្គចុងក្រោយបាទវគ្គចុងក្រោយនេះគឺជាវគ្គជំនួយខ្ញុំមានសពរបស់ជនផ្ញើមួយច្រើនមែនទែនថ្ងៃនេះហើយនឹងជាពិសេសគឺមានសពរបស់ជនខ្លះមកពីសហរដ្ឋអាមេរិកទៅជាមួយខ្ញុំទៅចែកជំនួយតែម្ដងបាទឥឡូវនេះយើងសូមជម្រាបជូននៅជំនួយរបស់សពរបស់ជនរបស់យើងដែលទៅចែកនៅខាងខេត្តតាកែវកាលពីថ្ងៃសុក្រថ្ងៃសៅរ៍បាទខ្ញុំថ្ងៃសុក្រខ្ញុំអវត្តមានការផ្សាយមួយថ្ងៃដោយសារតែខ្ញុំយកជំនួយទៅខាងខេត្តតាកែវបាទទៅខេត្តតាកែវពេលនោះគឺមានម្ចាស់ជំនួយមកពីសហរដ្ឋអាមេរិកមកជាមួយដែរដើម្បីនាំយកជំនួយទាំងអស់នេះទៅចែកជូនប្រជាពលរដ្ឋលោកយាយលោកតាដែលក្រីក្រនៅខាងទឹកដីខេត្តតាកែវបាទហើយដំណើររបស់យើងខ្ញុំទាំងអស់គ្នាមានម្ចាស់ជំនួយនៅក្នុងស្រុកមានម្ចាស់ជំនួយនៅក្រៅស្រុកបាទបានយកជំនួយនេះទៅដល់នៅភូមិអង្គរនៀបបាទក្នុងឃុំត្រាំកក់ស្រុកត្រាំកក់ខេត្តតាកែវបាទនោះអ្នកមីងនឹងក្មួយស្រីត្រូវជាកូនរបស់គាត់គាត់ទៅជាមួយដោយយកជំនួយទាំងអស់នេះគាត់ទិញជាអង្គមីទឹកត្រីបាទទឹកត្រីអញ្ចឹងជំនួយដែលបានយកទៅថ្ងៃនោះគឺមានចំនួន30គ្រួសារបាទ30គ្រួសារគឺក្នុងមួយគ្រួសារទទួលបាននៅអង្គទឹកត្រីទឹកស៊ីអ៊ីវបាទហើយនឹងថវិកានឹងមីមកប្រអប់ផងដែរអញ្ចឹងនៅក្នុងជំនួយទាំងអស់នេះគឺខាងខ្ញុំបានសពរដ្ឋជនទាំងក្នុងនិងក្រៅប្រទេសជាថវិកាអញ្ចឹងទៅហើយគាត់ជាអង្គដោយសារតែយើងចំនួន30គ្រួសារយើងវាផ្ទះដាច់ពីគ្នាមានខ្លះភូមិត្រូវរំលងគ្នា1គីឡូ2គីឡូបាទ1គីឡូ2គីឡូអញ្ចឹងគ្រួសារខ្លះខ្ញុំទៅដល់តាមផ្ទះប៉ុន្តែគ្រួសារដែលឆ្ងាយពីគ្នាដោយសារតែខាងគាត់មកពីខាងសហរដ្ឋអាមេរិកគាត់ពិបាកដើរគាត់ចាស់ផងបាទគឺគាត់ក៏បានឲ្យចំនួន20គ្រួសារហ្នឹងគឺឲ្យនៅមួយកន្លែងបាទជំនួយនេះគឺរបស់អាម៉ាលឹមងួនហួយបាទលឹមងួនហួយនិងក្រុមគ្រួសាររបស់គាត់ព្រមទាំងបុត្រដែលគាត់រស់នៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកបាទគាត់មកដល់ស្រុកខ្មែរគឺគាត់ចង់ទៅចែកជំនួយមួយខ្ញុំថាតោះបើអញ្ចឹងតោះទៅតកែព្រោះត្រូវសប្តាហ៍អញ្ចឹងខ្ញុំទៅតកែហើយទៅនឹងទៅជួបជាមួយនឹងក្មួយស្រីដែលទាំង3នាក់នេះទៀតនេះដែលម្ដាយឪពុកស្លាប់ចោលទាំងពីរដោយសារគ្រោះថ្នាក់ចរាចរណ៍បាទឪពុកម្ដាយបានស្លាប់ចោលទៅបន្សល់ទុកកូនស្រីចំនួន3នាក់បាទចំនួន3នាក់នេះអាម៉ាគាត់ចង់ទៅដល់នឹងផងបាទទៅឃើញកូននឹងផងហើយទៅជួបជាមួយប្រជាពលរដ្ឋគាត់ចែកថ្នាំពេទ្យទៀតហើយខ្ញុំសាមញ្ញទទួលបានថ្នាំពេទ្យពីខាងបងប្អូននៅពីខាងក្រៅប្រទេសបញ្ជូនមកខ្ញុំដែរបាទសាមញ្ញហ្នឹងគឺទទួលថវិកាប្រមាណជាងសរុបទាំងអស់500ជាងរបស់គាត់ហើយបាទមកពីខាង Philadelphia បាទ Philadelphia សហរដ្ឋអាមេរិកដែរតែឥឡូវនេះតិចទៀតចាំជម្រាបជូនឲ្យឈ្មោះតែដោយសារខ្ញុំជំនួយនេះច្រើនបាទអញ្ចឹងយើងបញ្ចប់ពីកន្លែងហ្នឹងយើងទៅតាមផ្ទះសាករីមើលរូបភាពទៅផ្ទះទៀតនេះគឺជំនួយយើងមកកន្លែងចំនួន20គ្រួសារបាទ20គ្រួសារហើយនេះក្មួយស្រីទាំង3នាក់នេះកំពុងតែដង្ហើយហៅឲ្យតុលាការខេត្តកណ្ដាលមេត្តាមើលសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ឪពុកម្ដាយរបស់ក្មួយស្រីទាំង3នាក់បានស្លាប់ទៅដោយមិនមានសំណងអី1សេនទេមកទល់នឹងបច្ចុប្បន្ននេះមួយស្រីនៅជាមួយនឹងផ្ទះម្ដាយមីងបាទផ្ទះម្ដាយមីងហើយដង្ហើយហៅសុំឲ្យតុលាការខេត្តកណ្ដាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស3នាក់ក៏នោះបាទស្លាប់មនុស្ស3នាក់រួមជាមួយនឹងម្ដាយឪពុករបស់ក្មួយស្រីនេះទាំង2នាក់ផងបាទប៉ុន្តែពេលនេះក្មួយស្រីកំពុងតែដង្ហើយហៅរកជំនួយសុំឲ្យការរកយុត្តិធម៌ចំពោះម្ដាយឪពុករបស់ក្មួយដែលបានស្លាប់ទៅហើយតែគ្មានសំណងនេះផ្ទះនេះគឺផ្ទះក្មួយស្រីទាំង3នាក់ហ្នឹងគឺគេនៅផ្ទះហ្នឹងបាទផ្ទះហ្នឹងឲ្យវាលវឹងហើយអញ្ចឹងក្មួយស្រីមួយថ្នាក់ទី10មួយដាក់ទី17បាទអញ្ចឹងខ្ញុំថាចុះក្មួយស្រីទាំងអស់
រស់នៅកន្លែងនៅទៅនៅជាមួយម្ដាយមីឬយ៉ាងម៉េចគេថាអត់ទេដេកនេះកន្លែងដេកនេះកន្លែងឈរហ្នឹងចាបាទកន្លែងក្មួយស្រីដេកទាំង3នាក់ហ្នឹងនេះតុកសម្រាប់រៀនពេលយប់ហើយបើភ្លៀងមកម្ដងគឺសាយសាយសាយជួនកាលបើសាយទៅឈរទៅនេះសភៅក្មួយស្រីរៀនចាបាទចឹងឥឡូវនេះពេលដែលខ្ញុំទៅដល់យកជំនួយទៅដល់ក្មួយស្រីឆ្លៀតសុំពេលហ្នឹងណាទូទស្សន៍នៅក្រោមនេះលែងមើលកើតទេបានតែឈ្មោះថាទូទស្សន៍ទេបាទតែអត់មើលកើតទេចាបាទអញ្ចឹងឥឡូវនេះក្មួយស្រីឆ្លៀតពេលទំនេរខ្លះលក់នំលក់អីទៅហើយទៅរៀនអញ្ចឹងទៅបាទហើយមានពេលដែលយើងបានផ្សាយក៏ដំបូងមុនទៅមានគេនៅចិត្តអ្នកលឿងគេសុំយកទៅនៅប៉ុន្តែឥឡូវនេះមិនទាន់ឲ្យទៅទេដោយសារតែនៅរៀននៅឡើយដោយម្ដាយមីងអីនេះថាឲ្យរៀនសិនទៅកដាលហ្នឹងបើគេហ្នឹងហើយកដាលហ្នឹងបងគេនេះកដាលហ្នឹងបងគេនេះបើគេកណែនេះបាទស្ដាប់ហើយបាទអញ្ចឹងនៅពេលដែលយើងទៅដល់បានដឹងថាគាត់កំពុងតែដង្ហើយហៅសុំរកយុត្តិធម៌ចំពោះម្ដាយឪពុករបស់ក្មួយស្រីបាទអញ្ចឹងទេទុកលទ្ធភាពឲ្យចោះបាទទុកសោករបស់គ្រួសារមួយបានញោមញីកូនចំនួន3នាក់ដែលកំពុងតែនៅសោកសៅហើយក៏បងអាម៉ាដែលគាត់មកពីសហរដ្ឋអាមេរិកហ្នឹងគឺគាត់ថាគាត់នឹងជួយត្រង់ថាឲ្យក្មួយរៀនចប់ទៅដើម្បីគាត់ឲ្យទៅធ្វើការនៅរោងចក្រមួយប៉ុន្តែមិនមែនជាកម្មករឲ្យទៅខាងផ្នែកការិយាល័យដែលមើលរដ្ឋបាលចាបាទនេះយើងមកកន្លែងទៀតគឺគ្រួសារក្រីក្រនេះគឺយើងបាននៅជំនួយមួយផ្នែកទៀតដែលខាងគាត់នៅសហរដ្ឋអាមេរិកហ្នឹងគឺគាត់ចង់មកដើរទៅតាមផ្ទះអញ្ចឹងមួយស្រីនោះក៏មកពីខាងសហរដ្ឋអាមេរិកដែរមួយស្រីបាទតោះទៅមកកន្លែងទៀតយើងដើរកាត់វាលស្រែនោះគឺយើងដើរពីផ្ទះមួយទៅផ្ទះមួយខ្ញុំចង់ប្រាប់អ្នកនៅអាមេរិកឲ្យដឹងថានេះគឺខ្ញុំមកអញ្ចឹងគឺដើរចូលអញ្ចឹងឲ្យទៅជួបអញ្ចឹងថាតើអ្នកនៅកន្លែងតំបន់ខេត្តជនបទតើវាលំបាកយ៉ាងម៉េចបាទអញ្ចឹងទេសម្រាប់ខ្ញុំអត់បញ្ហាទេដើរដល់កន្លែងណាក៏បានដែរព្រោះខ្ញុំធ្លាប់ដើរស្រាប់ហើយបាទតែឃើញខាងនោះដើរអត់កើតបាទនេះលោកយាយគាត់នៅម្នាក់ឯងបាទនៅម្នាក់ឯងហើយអត់មិននៅម្នាក់ឯងនៅជាមួយកូននោះដោយសារតែលោកយាយនេះគាត់ពិការជើងបាទអញ្ចឹងឥឡូវរស់នៅជាមួយនឹងចៅហើយកូនស្រីនោះប៉ុន្តែក្មួយស្រីអត់បានមកធ្វើការនៅរោងចក្រគេទេដោយសារតែនៅមើលម្ដាយនឹងចេះតែឈឺហើយមានកូនតែមួយនឹងគត់បាទហើយនេះ2នាក់នេះប្តីប្រពន្ធ2នាក់នេះគឺកហើយនឹងថ្លង់ទាំង2នាក់មិនមែនកទេចាថ្លង់ទាំង2នាក់បាទនិយាយតស្រែកនឹងអត់ទេនិយាយប្តីនៅលើឡាប្រពន្ធអត់សោះបាទធ្វើដៃទៅជើងបាទកូនទៅរកស៊ីអស់ហើយបាទធ្វើការក្រៅបាទអញ្ចឹង2នាក់នេះគេហៅថាមិនគឺមានរឿងអីមានក៏អាម៉េចអាតម្លង់មិនណានោះគេមានរឿងគេនោះបាទនេះគឺប្តីប្រពន្ធនេះថ្លង់ទាំងពីរចា៎បាទរស់នៅជីវភាពលំបាកហើយកូនបែកចេញអស់ទៅបាទនេះប្រាប់គាត់ចង់ប្រាប់ពីរបៀបនៃលេបថ្នាំចា៎បាទនេះហើយបន្តមកទៀតគឺមកដល់បាទច្រើនណានេះមកដល់ជួបលោកយាយអាយុកៅជាងហើយបាទនេះផ្ទះចូលទៅក្នុងផ្ទះនៅខាងក្នុងនោះហើយនឹងនេះខ្ញុំទៅឆ្លងកាត់ព្រៃតាមវាលស្រែឆ្លងកាត់វាលស្រែនៅផ្ទះគាត់ចូលទៅក្នុងហើយមិនផ្ទះក្បឿងនេះណាចូលទៅមួយទៀតចូលទៅមួយទៀតបាទផ្ទះនៅខាងក្នុងមួយទៀតហើយនេះមានស្រះគេមួយហើយនៅតំបន់ហ្នឹងគេហៅថាមកកពតណាបាទហើយដល់ពេលយើងទៅដល់ជួបមួយលោកយាយគាត់មានបុកស្លាមលូខ្ញុំនឹកដល់ម្ដាយខ្ញុំគឺមានអាស្លាមលូបុកហ្នឹងដែរអាហ្នឹងគេហៅអីស្គាល់ដែរស្គាល់ទេអីបាទបណ្ដាប់បុកម្លូហ្នឹងអាហ្នឹងគេហៅស្អីត្បាល់បុកបាទមួយត្បាល់បុកស្រូវអានេះត្បាល់បុកម្លូបាទលោកយាយនៅជាមួយចៅមានចៅមួយហ្នឹងគឺនៅជាមួយលោកយាយដែលបច្ចុប្បន្នកៅជាងទៅហើយលោកយាយគាត់រស់នៅតែជាមួយនឹងចៅម្ដាយឪពុករបស់ចៅនោះគឺទៅធ្វើការនៅថៃបាត់តំណែងឈឹងតែម្ដងអញ្ចឹងឥឡូវនេះនៅពេលដែលយើងទៅដល់លោកយាយសួរថាចំមិនក៏ដឹងខ្ញុំនៅទីនេះណាមិនចូលមកជ្រៅម៉េះមកពីណាដល់ណាហើយបាទ
bà tay giờ nào có đôi phần này lụi dây vì phần năng ta hơi còn đâu mưa sẽ ba nhầm xua con lụi dây mày đây phần này ở tiếp phần này mưa bàn score phần năng và chẳng ôi thạo vì ca tàu quạt để xa tục mình ra thế bay buồn phèm mơ này nè nơi ở Mỹ quạt ôi thêm tiết tới buộc nhóm thời chạy chỉ riêng rồi sắp ở đá ăn miền lui ra nên bà bong phồn ôi mô bà má nhóm chạy lâu ní phùa lâu nè nơi ở Mỹ chân ôi mô lâu ôi tức nó thời chạy tức chia bộ đoàn nơi kháng khai bắt ở bong kháng bắt ở bong mà thì tiết tao của tất chấm nuôi buôn rồi cả đông nơi tiền nút đây chấm nuôi bảo kế lưới cái ỏi mò hái ấy mày không mất tinh tất hai ấy nơi chăm tới mà cha lưới nướng tới chạy to liền và bộ con chọn chạy to nhưng ta tới tới chạy lưới nhà tới ỏi kia tinh tất và chẳng là ta đo lại cô đau ở chạy ra đây chẳng à ba thầy mà xăm mấy nhom miền phía mấy cái máu đây mà ta lâu pin liều về ta hỏi bà chẳng chấm nuôi để bom ôn một pi khang mà xăm mấy ní chăm sẽ chứ xôm chấm điệp chun bà hai tịch tiết nhóm con đang tự tôi chùm nuôi bị khang mò piềm rịch đấy cứ lục dây nằm mi nhà lục dây thế giang dinh con nâng phe lục giang dinh con nâng lục nâng phe gì là bỏ con lao cho dọc và lao cho dọc còn nêu khang UGC và nêu khang UGC sau đó đầm rịch được đấy bà còn ốp thom sầm nạp chỉnh đông nêu kháng khách bắt bong sọc ở nằm mình đồn bắt tụi ta này chuyên khi mà xăm bánh cò oi công càng nghe dọc lưới từ oi được dây pin nè được hàng cặp bột đây để tẹt tàu nó cọt sông cái đa mà chu nô ba bàn tay lâu nay tại sao pe liệt đo ta hai nhom chùm núi từ oi khang preven phong cặp bột phong hai nâng tàu bắt tàu bong tiết của pung năng tiết và chẳng về miền tràn chẳng đời xa tại pe liệt đo thì mình chọc ta hai chẳng cho mình ai và to ta tiết tê hai sông chia say nè mò pem rịnh xăm bánh này oi lưới giống như mà toàn bạc ca đấy chăm sai bà tại sao tập luyện đặt tim bên trong hai sản phẩm không cho môi nâng cái nhà sập phi room cho môi nâng cầm càng nghe tiếng awesome cho niềm liệt tụi tên này chuyên trầm bản này hai dân dương nâng vơi tập một chục thiên được ngày sai bên luyện nâng mong đợi đây mà